តាអ្នកធ្លាប់ឮរដ្ឋសូវៀតដែរឬទេដែលសប្តាហ៍ថ្ងៃគឺជាប្រទេសរុស្ស៊ីតើនរណាគេគឺជាអ្នកបង្កើតបដិវត្តរដ្ឋសូវៀតនេះឡើងលោក Vladimir Lenin គឺជាអ្នកនយោបាយរបស់រដ្ឋរុស្ស៊ីនិងជាអ្នកដឹកនាំឲ្យមានបដិវត្តបង្កើតជារដ្ឋសូវៀតដំបូងគេបង្អស់នៅឆ្នាំ1917លោក Vladimir Lenin បានដឹកនាំបដិវត្តដើម្បីផ្ដួលរំលំរដ្ឋាភិបាលបណ្ដោះអាសន្នរុស្ស៊ីនិងបង្កើតរដ្ឋសង្គមនិយមថ្មីមួយដែលមានឈ្មោះថាសហភាពសហព័ន្ធសូវៀតលោក Lenin បានយកគំនិតកុម្មុយនីសរបស់លោក Karl Marx ដោយកាលនោះគាត់បានបង្កើតទ្រឹស្ដីមួយថា Marxism Leninism គាត់ជាអ្នកបង្កើតរបបកុម្មុយនីសដំបូងបង្អស់ហើយក៏ជាអ្នកអនុវត្តរបបកុម្មុយនីសដំបូងគេបង្អស់របស់សកលលោកគាត់ជាប្រធានាធិបតីដំបូងគេរបស់សហភាពសហព័ន្ធសូវៀតលោក Vladimir Lenin បានស្លាប់ដោយសារជំងឺខួរក្បាលនៅអាយុ53ឆ្នាំក្រោយពីគាត់ស្លាប់លោក Joseph Stalin បានឡើងកាន់អំណាចជំនួសពីលោក Lenin លោកត្រូវបានគេចាត់ទុកជាវីរៈបុរសបង្កើតសហភាពសហព័ន្ធសូវៀតនិងជាអ្នកដឹកនាំរបបកុម្មុយនីសដ៏សំខាន់បំផុតជាងគេនៅក្នុងសតវត្សទី20